វីដេអូនេះគឺជាវីដេអូដែលខ្ញុំទៅដើរលេងក្នុងថ្ងៃអាទិត្យមុនហើយវីដេអូនេះខ្ញុំនឹងប្រាប់បងប្អូនថាមូលហេតុអីបានខ្ញុំទៅដល់កោះរ៉ុងបងប្អូនទាំងដែលគ្មានគម្រោងសូម្បីតែ 1% តែម្ដងហើយឥឡូវនេះគឺខ្ញុំនឹងរៀបរាប់ប្រាប់បងប្អូនពីដំណើរដើមតងថាមូលហេតុអីបានខ្ញុំទៅដល់កោះរ៉ុងបងប្អូនដាក់ផែនការដើរលេងសាននេះបងប្អូនគឺកន្លប់ចាក់ខ្លាំងមែនទែនផែនការដែលគម្រោងទៅកន្លែងដែលយើងចង់ទៅមិនបានទៅហើយអ្វីដែលមិនចង់ទៅគឺបានទៅបងប្អូនហើយចង់និយាយថាមុននឹងចេញទៅដំណើររករាក់ខ្លាំងមែនទែនណាបងប្អូននឹងថាខ្ញុំមុននឹងចេញទៅខ្ញុំភ្លេចអីគេអត់បងប្អូនខ្ញុំរៀបចំឲ្យវាយអវ៉ាន់វ៉ាលីដាក់កៅអៅរៀបចំកៅកូនកៅប្តីកៅខ្លួនឯងមកសេតរួចរាល់អស់ហើយបងប្អូនបន្ទាប់មកទៀតខ្ញុំរៀបចំគ្រឿងសម្អាងដែលខ្ញុំត្រូវយកទៅមានលេមានម្សៅមាន color មានអីចឹងណាបងប្អូននឹងឲ្យដាក់សម្រាប់យកទៅធ្វើខ្លួនតែចៃដន្យនេះបងប្អូនហើយរៀបចំមកស្អាតមកសេតហើយប្តីខ្ញុំគេអ្នកជូននៅវ៉ាន់ឡើងឡានតែជាក់ស្ដែងបងប្អូនដឹងថាខ្ញុំភ្លេចអីអត់គឺភ្លេចគ្រឿងសម្អាងទាំងមូលតែម្ដងគឺទៅមានតែកៅអៅទេបងប្អូនអត់មានគ្រឿងសម្អាងទៅជាមួយទេគ្រឿងសម្អាងដែលលាបនៅលើមុខហ្នឹងមានតែប៉ុណ្្នឹងទេបងប្អូនហើយដល់នោះគឺទៅចែកគ្នាមួយប្តីហេតុអីក៏ភ្លេចយកមកអីចឹងណាបងប្អូនគ្រាន់តែភ្លេចអារឿងគ្រឿងសម្អាងហ្នឹងរៀងអកសើចង់មកផ្ទះវិញដែរដោយសារអីដែលបើសិនជាយើងនៅដើរលេងបន្តទៀតយើងមិនត្រូវធ្វើខ្លួនហើយបើយើងអត់មានបដាបដាធ្វើខ្លួនហ្នឹងវាលក្ខណៈថាដូចពិបាកហើយបដាបដាធ្វើខ្លួនខ្ញុំវាមានន័យច្រើនទេបងប្អូនមានតែលេការពារកម្ដៅថ្ងៃសេរ៉ូមនឹងឯងហើយអត់មានអីញ៉ៃខ្ញុំលាបធម្មតាទេលាបតែលេការពារកម្ដៅថ្ងៃហើយនឹងក្រែមនឹងអីតិចតួចនឹងឯងតែសំខាន់យើងដើរលេងហាក្ដៅយើងត្រូវតែលាបលេការពារកម្ដៅថ្ងៃហើយបើយើងអត់យកទៅហងបងប្អូនខ្ញុំគិតថាអារម្មណ៍ពេលហ្នឹងលក្ខណៈថារៀងអកសើដែរមុនដំបូងកម្រងថាចង់គេហ្នឹងក៏ប្រែថាអត់គេងលើហើយបាត់យកគ្រឿងសម្អាងមកតែចៃដន្យអីបងខ្ញុំទៅជាមួយគាត់យកទៅដែរតែគាត់ថារបស់របរគាត់ប្រើប្រាស់វាអត់ដូចរបស់ដែលខ្ញុំប្រើទេអារឿងដូរផែនការនោះមួយរឿងហើយចូលមួយរឿងទៀតគឺភ្លេចគ្រឿងសម្អាងបងប្អូនហើយចូលមួយរឿងទៀតនោះយល់ច្រឡំថាកោះរ៉ុងហ្នឹងនៅកពតក៏មានដែរបងប្អូនមូលហេតុដែលទៅដល់កោះរ៉ុងហ្នឹងបងប្អូនដោយសារតែបងប្អូនប្រុសខ្ញុំហ្នឹងគាត់ទៅដើរលេងនៅថ្ងៃជាមួយខ្ញុំដែរហើយក៏ពួកខ្ញុំអត់បានណាត់គ្នាបានអីដែរបងប្អូនលក្ខណៈថាចៃដន្យដូចគ្នាទៅជួបគ្នានៅកពតហើយក៏បាននិយាយសួរថាគាត់ទៅណាទៅណីបន្តអញ្ចឹងណាដោយសារតែគាត់ឈប់សម្រាកការងារ3ថ្ងៃកាលហ្នឹងអញ្ចឹងទៅបងខ្ញុំក៏គាត់ថាគាត់ទៅកោះរ៉ុងអញ្ចឹងក៏ខ្ញុំគិតថាបើឯងទៅខ្ញុំទៅដែរអញ្ចឹងក៏នាំគ្នាគិតថាទៅហើយប្តីខ្ញុំអត់ឲ្យទៅទេបងប្អូនគាត់ថាកោះរ៉ុងនៅកំពង់សោមអញ្ចឹងឆ្ងាយជីអូបជីអីយើងមានកូនទូចកុំជីអីផ្លូវទឹកក៏មិនចង់ឲ្យយើងទៅអញ្ចឹងណាជើងអត់ជាប់ដីក៏មិនចង់ឲ្យទៅទេតែដោយសារខ្ញុំគិតថាចេះខ្ញុំគិតថាស្មានតែកោះរ៉ុងហ្នឹងមាននៅកពតគេទៅបង្កើតអីអញ្ចឹងណាបងប្អូនហើយខ្ញុំក៏អត់មានដឹងថាកោះរ៉ុងហ្នឹងតតែទៅកំពង់សោមដែរបងប្អូនខ្ញុំដឹងតែមាននៅកំពង់សោមតែខ្ញុំស្មានតែគេទៅតែបង្កើតរីសតឬក៏បង្កើតកោះថ្មីដាក់ឈ្មោះកោះរ៉ុងណាបងប្អូនមានណាបងប្អូនតាមពិតណាកោះរ៉ុងហ្នឹងគេជិះពីកពតក៏ទៅដល់ដែរបងប្អូនមិនមែននៅកពតមានទេការយល់ច្រឡំជំរុញចិត្តឲ្យខ្ញុំទៅបងប្អូនហើយខ្ញុំនេះក៏ឲ្យបងប្អូនខ្ញុំគេកក់សបុតឧបក៏អីចឹងណាបងប្អូនតម្លៃអីខ្ញុំដឹងតម្លៃដឹងអីតែខ្ញុំអត់ដឹងថាត្រូវជិះរយៈពេលប្រហែលទេដល់ពេលកក់គេរួចរាល់អស់ហើយបងប្អូនដឹងមិនអត់សួរបងប្អូនខ្ញុំថាចេញមកប្រហែលគាត់ថាចេញមក9ត្រូវជិះប្រហែលនាទីខ្ញុំសួរខ្ញុំស្មានតែចិត្តដូចកោះម្សាយកោះអីយើងមើលឃើញណាបងប្អូនចុះខ្ញុំមានដឹងថាកោះរ៉ុងនៅកំពង់សោមណាខ្ញុំស្មានតែកោះរ៉ុងនៅកពតមានដែរខ្ញុំស្មានគេទៅបង្កើតនោះតែពេលហើយបងប្អូនហើយកក់សបុតហើយឮតែថា2ម៉ោងកន្លះប្តីខ្ញុំថាចេញមិនមែនកោះរ៉ុងនៅកពតទេណាឯងកោះរ៉ុងនៅកំពង់សោមមកជិះ2ម៉ោងកន្លះគឺឆ្ងាយខ្លាំងណាកុំចង់លេងជាមួយនឹងទឹកសមុទ្រហើយខ្ញុំក៏គិតថាពេលហ្នឹងរីរៃចិត្តខ្លាំងមែនតើចិត្តមួយចង់ទៅដែរចិត្តមួយទៀតរៀងខ្លាចទឹកខ្លាចអីចឹងណាបងប្អូនហើយដល់ពេលគិតមួយថាចេះបើសិនជាយើងមិនទៅក៏យើងមិនស្គាល់ដែរហើយណាមួយវាស្ដាយលុយរឿងកក់សបុតឧបោហើយបងប្អូនដឹងបើទៅមកគេយក120អាពេលខ្ញុំកក់ហ្នឹងគឺខ្ញុំកក់តែទៅទេគ្នាខ្ញុំ4នាក់ត្រូវកក់កៅអី4កៅអីចឹងណាបងប្អូនចឹងមកកៅអី15រៀលអញ្ចឹងហើយក៏សម្រាប់ចិត្តថាកោះ60រៀលហើយខ្ញុំនឹកឃើញតែស្ដាយលុយហើយខ្ញុំមិនអាចចោលខ្ញុំចង់ទៅតែខ្លាចមែនតែចង់ចឹងហើយប្តីខ្ញុំមកយប់ហ្នឹងគឺគាត់និយាយ